Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទមេប៉ាប់លើទេពតែអ្នកទាំងអស់គ្នាចង់លេងតែងហើយចង់កាត់ True Limit សត្រូវដែរទេខ្ញុំមាន item មួយដែលអ្នកទាំងអស់គ្នាត្រូវតែពាក់ពេលអ្នកទាំងអស់គ្នាជួបតួអង្គដែលមាន True Limit item នោះគឺជា item ជាមួយនេះវាមានសមត្ថភាពកាត់នៅ True Limit ដែលមាន damage True Limit 1000ឡើងបើក្រោមពី1000វាអាចនឹងមិនកាត់នោះទេដោយសារ damage ក្រោម1000 True Limit វាអត់កាត់ចឹងដូចឧទាហរណ៍ជាស្ដែងយើងពាក់2 3ទៅយើងទុកដូចជា Hero Xbox Leslie Hero X ដល់ឲ្យតែមាន True Limit យើងអាចពាក់ item មួយហ្នឹងបានដើម្បីពាក់ True Limit កាត់ True Limit បាទកាត់ True Limit មិនគិតជាមួយយើងចង់កាត់ Attack Speed គេយើងត្រូវទៅបៀ item ពីរនេះដើម្បីកាត់ Attack Speed គេហើយនឹងកាត់ Critical ចំណែកអាមួយនេះគឺជា item កាត់ Attack Speed ពេលគេពាក់ជាមួយនឹង Attack Speed Hero ឲ្យគាត់តែពាក់ Attack Speed នេះពាក់អាហ្នឹងទៅកាត់ Attack Speed គេអញ្ចឹងអរគុណច្រើនសម្រាប់ការចំណាយពេលមានតម្លៃណាស់គ្នាមកមើលវីដេអូដល់ប្រយោជន៍របស់ខ្ញុំបាទបាយអូភ្លេចអ្នកក៏ភ្លេចចុច like subscribe ផងនេះជាវីដេអូដំបូងរបស់ខ្ញុំដែលខ្ញុំធ្វើជាលើកដំបូងអរគុណច្រើនសម្រាប់ការទស្សនា